រឿងលេខទូរស័ព្ទខ្មោចពន្លឺភ្លើងពណ៌នាពេលរាត្រីក្នុងទីក្រុងភ្នំពេញមិនដែលរលត់ឡើយប៉ុន្តែសម្រាប់វិបុលយប់នេះហាក់បីដូចជាមានភាពខុសប្លែកពីធម្មតាខ្យល់ជំនោរខែចែកដែលធ្លាប់តែត្រជាក់ស្រួលបែរជាមានភាពរងាស្រិបចូលដល់ក្នុងឆ្អឹងវិបុលគឺជាបុគ្គលិកផ្នែកទីផ្សារ Digital ម្នាក់ដែលទើបតែផ្លាស់ប្ដូរមកស្នាក់នៅ Apartment ចាស់មួយកន្លែងក្បែរផ្សារចាស់ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការក្នុងនាមជាមនុស្សសម័យថ្មីដែលជឿជាក់លើវិទ្យាសាស្ត្រគេមិនតែខ្វល់ខ្វាយពីជំនឿអរូបីអ្វីឡើយរហូតដល់ថ្ងៃដែលគេសម្រេចចិត្តទិញលេខទូរស័ព្ទថ្មីមួយពីហាងលក់ទូរស័ព្ទជជុះដ៏តូចមួយក្នុងច្រកឌឿងហែមដ៏ងងឹតម្ចាស់ហាងជាបុរសចំណាស់ម្នាក់ដែលមានភ្នែកស្រអាប់បែរជាលក់លេខទូរស័ព្ទនោះឲ្យគេក្នុងតម្លៃថោកគួរឲ្យភ្ញាក់ផ្អើលលេខនោះគឺ012-444-444ដែលជាលេខងាយចាំនិងមើលទៅមានហុងស៊ុយល្អសម្រាប់អ្នករកស៊ីប៉ុន្តែបុរសចំណាស់នោះបានសម្លឹងមើលវិបុលដោយខ្សែភ្នែកចម្លែកហាក់ដូចជាចង់និយាយអ្វីមួយតែមិនហាន់និយាយរួចក៏ប្រគល់ស៊ីមកាតនោះឲ្យគេយ៉ាងលឿនយប់ដំបូងនៃការប្រើប្រាស់លេខថ្មីនេះវិបុលអង្គុយធ្វើការនៅមុខកុំព្យូទ័ររហូតដល់ម៉ោង12រំលងអធ្រាត្រសំឡេងកង្ហាពីដានដែលវិលខ្ញាល់បង្កើតជាតន្ត្រីដ៏គួរឲ្យធុញទ្រាន់រំពេចនោះទូរស័ព្ទរបស់គេដែលដាក់នៅលើតុបានរំញ័រយ៉ាងខ្លាំងនៅលើអេក្រង់មិនមានបង្ហាញលេខអ្នកហៅចូលឡើយគឺវាបង្ហាញតែពាក្យថាលេខមិនស្គាល់ប៉ុណ្ណោះវិបុលងក់ក្បាលដោយការងឿងឆ្ងល់រួចក៏ចុចទទួលដំបូងឡើយគេឮតែសំឡេងខ្យល់បក់ប៉ះមីក្រូហ្វូនយ៉ាងខ្លាំងរួមជាមួយសំឡេងទឹកហូរតិចគេសួរទៅវិញថាអាឡូតើលោកជានរណាដែរប៉ុន្តែគ្មានចម្លើយតបមកវិញឡើយមានតែសំឡេងដកដង្ហើមធំនិងវែងដែលធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍តឹងទ្រូងយ៉ាងខ្លាំងបន្ទាប់មកសំឡេងស្ត្រីម្នាក់បានបន្លឺឡើងតិចតាមរយៈខ្សែទូរស័ព្ទនោះថាជួយខ្ញុំផងរួចក៏ដាច់ការតាក់ទងទៅវិញបាត់វិបុលសើចតិចម្នាក់ឯងដោយគិតថាប្រហែលជាមានអ្នកណាម្នាក់ច្រឡំលីឬក៏ជាការលេងសើចរបស់មិត្តភ័ក្តិប៉ុន្តែនៅពេលដែលគេដាក់ទូរស័ព្ទចុះគេស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងឈរនៅពីក្រោយខ្នងគេងាកក្រោយយ៉ាងលឿនប៉ុន្តែមិនឃើញអ្វីទាំងអស់ក្រៅពីស្រមោលវាំងននដែលរលកតាមខ្យល់ស្អែកឡើងវិបុលចាប់ផ្ដើមជួបប្រទះនៅរឿងរ៉ាវចម្លែកកាន់តែខ្លាំងឡើងរាល់ពេលដែលគេនិយាយទូរស័ព្ទជាមួយអតិថិជនគេតែងតែឮសំឡេងស្ត្រីដកដង្ហើមញាប់នៅក្នុងខ្សែជានិច្ចដែលធ្វើឲ្យគេពិបាកក្នុងការទំនាក់ទំនងការងារមិត្តភ័ក្តិរបស់គេម្នាក់ឈ្មោះសុខាបានកត់សម្គាល់ឃើញថាវិបុលហាក់ដូចជាមានទឹកមុខស្លេកស្លាំងនិងភ្នែកស្លក់ដូចមនុស្សមិនបានដេកសុខាបានសួរនាំដោយការបារម្ភប៉ុន្តែវិបុលគ្រាន់តែប្រាប់ថាប្រហែលជាគេធ្វើការខ្លាំងពេកប៉ុណ្ណោះនៅយប់ទី2ក្នុងម៉ោងដដែលគឺម៉ោង12រំលងអធ្រាត្រទូរស័ព្ទរបស់គេបានរោទឡើងម្ដងទៀតលើកនេះវិបុលមានការខឹងសម្បាជាខ្លាំងគេចុចទទួលរួចស្រែកសួរខ្លាំងថាតើអ្នកឯងជានរណាហេតុអ្វីបានជាមករំខានខ្ញុំរាល់យប់បែបនេះសំឡេងម្ខាងទៀតមិនតបជាពាក្យសម្ដីឡើយប៉ុន្តែបែរជាឮសំឡេងយំខ្សឹកខ្សួលយ៉ាងខ្លោចផ្សាសំឡេងនោះហាក់ដូចជាខិតជិតមកដល់ត្រចៀករបស់គេខ្លាំងឡើងរហូតដល់វិបុលមានអារម្មណ៍ថាមានខ្យល់ត្រជាក់បក់មកប៉ះនឹងកញ្ចឹងករបស់គេក្រឡេកមើលទៅក្នុងកញ្ចក់ទូរស័ព្ទដែលងងឹតស្លុបស្រាប់តែឃើញស្រមោលស្ត្រីម្នាក់មានសុកវិញរញីរញ៉ៃបាំងមុខបាំងមាត់ឈូនៅខាងក្រោយខ្នងរបស់គេក្នុងកញ្ចក់នោះវិបុលភ័យញ័ររន្ធត់យ៉ាងខ្លាំងគេជ្រុះទូរស័ព្ទចេញពីដៃរួចស្ទុះរត់ទៅបើកភ្លើងបន្ទប់ឲ្យភ្លឺចិញ្ចែងនៅពេលដែលពន្លឺភ្លើងភ្លឺឡើងស្រមោលនោះក៏បាត់ទៅវិញភ្លាមប៉ុន្តែទូរស័ព្ទរបស់គេដែលនៅដេកស្ទុកស្ទឹងលើការ៉ូបែរជាភ្លឺអេក្រង់បង្ហាញសារមួយផ្ញើចូលមកថាកុំព្យាយាមរត់គេចអីការភ័យខ្លាចចាប់ផ្ដើមគ្របដណ្ដប់លើជីវិតរបស់វិបុលគេព្យាយាមដោះស៊ីមកាតនោះចេញពីទូរស័ព្ទហើយបោះវាចោលក្នុងធុងសំរាមនៅតាមផ្លូវប៉ុន្តែនៅពេលដែលគេត្រឡប់មកដល់បន្ទប់វិញគេស្រាប់តែឃើញស៊ីមកាតនោះដាក់នៅលើខ្នើយដេករបស់គេយ៉ាងមានរបៀបមិនត្រឹមតែប៉ុណ្ណោះរូបភាពក្នុងទូរស័ព្ទរបស់គេត្រូវបានផ្លាស់ប្ដូរទៅជារូបភាពស្ត្រីម្នាក់ដែលស្លាប់ក្នុងសភាពអនោចអធមខ្លួនប្រាណហើមប៉ោងដោយសារទឹកហើយភ្នែករបស់នាងបើកធំសម្លឹងមកកាន់គេវិបុលចាប់ផ្ដើមដឹងខ្លួនថានេះមិនមែនជារឿងធម្មតាឡើយ
គេសម្រាប់ចិត្តទៅសួរនាំម្ចាស់ហាងលក់ទូរស័ព្ទជជុះនោះម្ដងទៀតប៉ុន្តែនៅពេលដែលគេទៅដល់ហាងនោះត្រូវបានបិទទ្វារចោលយ៉ាងស្ងប់ស្ងាត់អ្នកជិតខាងនៅទីនោះបានប្រាប់គេថាម្ចាស់ហាងបានស្លាប់ដោយសារគាំងបេះដូងកាលពី2ថ្ងៃមុនពោលគឺបន្ទាប់ពីលក់លេខទូរស័ព្ទនោះឲ្យវិបុលបានតែ1ថ្ងៃប៉ុណ្ណោះព័ត៌មាននេះធ្វើឲ្យវិបុលស្ទើរតែដាច់ខ្យល់ស្លាប់ដោយសារភាពភ័យខ្លាចគេមានអារម្មណ៍ថាវិញ្ញាណដែលស្ថិតនៅក្នុងលេខទូរស័ព្ទនោះកំពុងតែតាមចងកម្មពៀជាមួយអ្នកណាដែលកាន់កាប់វាវិបុលបានសម្រេចចិត្តស្វែងរកជំនួយពីលោកសង្ឃនៅវត្តមួយនាជីក្រុងលោកគ្រូចៅអធិការដែលជាព្រះសង្ឃមានវស្សាចាស់បានសម្លឹងមើលវិបុលរួចមានសង្ឃដីកាថាញោមមានកម្មចាស់តាមឆក់យកជីវិតលេខទូរស័ព្ទដែលញោមប្រើគឺជាចំណងវិញ្ញាណដែលមិនទាន់ទៅចាប់ជាតិនាងស្លាប់ដោយសារក្តីឈឺចាប់និងការរងចាំដែលគ្មានលទ្ធផលលោកគ្រូបានប្រាប់វិបុលឲ្យស្វែងរកការពិតពីក្រោយម្ចាស់ដើមនៃលេខទូរស័ព្ទនេះដើម្បីរំដោះវិញ្ញាណនាងឲ្យបានសុខទើបគេអាចមានជីវិតរស់នៅតទៅទៀតបានតាមរយៈការស៊ើបអង្កេតយ៉ាងលំបាកនិងការសាកសួរតាមបណ្ដាញសង្គមវិបុលបានដឹងថាម្ចាស់ដើមនៃលេខទូរស័ព្ទនោះគឺជាស្ត្រីម្នាក់ឈ្មោះស្រីនាថនាងគឺជាបុគ្គលិកក្រុមហ៊ុនម្នាក់ដែលស្អាតបាតប៉ុន្តែនាងត្រូវបានសម្លាប់យ៉ាងឃោរឃៅកាលពី1ឆ្នាំមុនសពរបស់នាងត្រូវបានគេរកឃើញនៅក្នុងទន្លេបន្ទាប់ពីនាងបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃអ្វីដែលគួរឲ្យរន្ធត់នោះគឺនៅពេលដែលនាងស្លាប់នាងកំពុងតែកាន់ទូរស័ព្ទជាប់ក្នុងដៃហើយលេខចុងក្រោយដែលនាងព្យាយាមហៅចេញគឺលេខសង្សាររបស់នាងប៉ុន្តែគ្មានអ្នកណាម្នាក់ទទួលឡើយវិបុលបានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ស្រីនាថនៅខេត្តកណ្ដាលទីនោះគឺជាផ្ទះឈើចាស់មួយដែលស្ងប់ស្ងាត់និងមានដើមឈើធំៗដុះជុំវិញគេបានជួបជាមួយម្ដាយរបស់ស្រីនាថដែលជាស្ត្រីជរាម្នាក់កំពុងអង្គុយយំសោកបោកខ្លួននៅមុខរូបថតកូនស្រីនៅពេលដែលវិបុលរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងម្ដាយរបស់ស្រីនាថបានប្រាប់ទាំងទឹកភ្នែកថាកូនស្រីរបស់គាត់មិនបានសម្លាប់ខ្លួនឡើយនាងត្រូវបានគេធ្វើបាបនាងមានផ្ទៃពោះជាមួយសង្សារដែលជាអ្នកមានអំណាចម្នាក់ប៉ុន្តែគេមិនព្រមទទួលខុសត្រូវហើយថែមទាំងគំរាមកំហែងនាងទៀតផងនៅយប់ដែលនាងស្លាប់នាងបានទូរស័ព្ទទៅគេរាប់រយដងដើម្បីសុំការមេត្តាប៉ុន្តែគេមិនត្រឹមតែមិនទទួលថែមទាំងបិទទូរស័ព្ទចោលទៀតចាប់តាំងពីពេលនោះមកលេខទូរស័ព្ទនោះក៏ចាប់ផ្ដើមមានរឿងចម្លែកកើតឡើងចំពោះអ្នកណាដែលយកវាទៅប្រើប្រាស់អ្នកខ្លះជួបគ្រោះថ្នាក់ចរាចរណ៍អ្នកខ្លះឈួតឡប់ឡែហើយអ្នកខ្លះទៀតក៏បាត់ខ្លួនដោយគ្មានតម្រុយនៅពេលដែលវិបុលដឹងការពិតគេមានអារម្មណ៍អាណិតអាសូរដល់ស្រីនាថយ៉ាងខ្លាំងគេដឹងថាអ្វីដែលវិញ្ញាណនាងត្រូវការមិនមែនជាជីវិតរបស់គេឡើយប៉ុន្តែគឺយុត្តិធម៌និងការទទួលស្គាល់ពីមនុស្សដែលនាងស្រឡាញ់វិបុលបានសម្រេចចិត្តជួយស្រីនាថគេបានប្រើប្រាស់ចំណេះដឹងផ្នែក Digital របស់គេដើម្បីស្វែងរកភស្តុតាងនិងសារដែលនៅសេសសល់ក្នុងប្រព័ន្ធទិន្នន័យនៃលេខទូរស័ព្ទនោះគេបានរកឃើញសារសម្លេងចុងក្រោយដែលស្រីនាថបានផ្ញើទៅកាន់សង្សាររបស់នាងដែលក្នុងនោះមានឮសម្លេងឆ្លោះប្រកែកគ្នានិងសម្លេងបុរសម្នាក់គំរាមសម្លាប់នាងបុរសម្នាក់នោះគឺជាកូនប្រុសរបស់អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ក្នុងទីក្រុងវិបុលដឹងថាការតតាំងជាមួយមនុស្សមានអំណាចគឺជាការគ្រោះថ្នាក់បំផុតប៉ុន្តែគេគ្មានជំរឿសឡើយបើមិនដូច្នោះទេវិញ្ញាណរបស់ស្រីនាថនឹងមិនព្រមលែងគេឡើយយប់នោះវិបុលបានសម្រេចចិត្តធ្វើរឿងមួយដ៏ប្រថុយប្រថានគេបានបើកឡានទៅកាន់វីឡាដ៏ស្កឹមស្កៃរបស់បុរសម្នាក់នោះខណៈពេលដែលគេកំពុងអង្គុយក្នុងឡានទូរស័ព្ទរបស់គេក៏រោឡើងម្ដងទៀតលើកនេះវិបុលមិនភ័យខ្លាចឡើយគេទទួលទូរស័ព្ទរួចនិយាយតិចៗថានាថខ្ញុំនឹងជួយនាងសូមនាងជួយបង្ហាញផ្លូវឲ្យខ្ញុំផងរំពេចនោះអេក្រង់ទូរស័ព្ទរបស់គេបានបង្ហាញរូបភាពផែនទីដែលនាំទៅកាន់កន្លែងលាក់ភស្តុតាងដ៏សំខាន់នោះគឺកាមេរ៉ាសុវត្ថិភាពដែលត្រូវបានគេដោះចេញនិងបោះចោលក្នុងស្រះទឹកក្បែរវីឡានោះវិបុលបានតាក់ទងទៅកាន់មិត្តភ័ក្តិដែលជាប៉ូលីសយុត្តិធម៌ហើយប្រគល់ភស្តុតាងទាំងអស់ដែលគេរកបានកិច្ចការនេះមិនមែនជារឿងងាយស្រួលឡើយព្រោះមានការរារាំងពីសំណាក់មនុស្សអាក្រក់ប៉ុន្តែរាល់ពេលដែលមានគ្រោះថ្នាក់តែងតែមានរឿងចម្លែកកើតឡើងដើម្បីការពារវិបុលឡានរបស់ពួកឃាតករដែលព្យាយាមដេញតាមវិបុលស្រាប់តែដាច់ហ្វ្រាំងដោយមិនដឹងមូលហេតុហើយក្រឡាប់ធ្លាក់ផ្លូវយ៉ាងអាណោចអាធមពួកឃាតករបានរៀបរាប់ប្រាប់ប៉ូលីសថាពួកគេបានឃើញស្ត្រីម្នាក់សក់វែងអង្គុយនៅលើដំបូលឡានរបស់គេហើយសម្លឹងមកគេដោយភ្នែកក្រហមឆ្អៅទីបំផុតការពិតត្រូវបានលាតត្រដាងឃាតករដែលសម្លាប់ស្រីនាថត្រូវបានចាប់ខ្លួននិងទទួលទោសតាមច្បាប់
រឿងរ៉ាវអយុត្តិធម៌ដែលត្រូវបានគេកប់ទុកអស់រយៈពេល1ឆ្នាំត្រូវបានមហាជនដឹងឮគ្រប់គ្នានៅយប់បន្ទាប់ពីឃាតករត្រូវបានកាត់ទោសវិបុលបានត្រឡប់មកបន្ទប់របស់គេវិញដោយអារម្មណ៍ធូរស្រាលគេបានរៀបចំធ្វើបុណ្យឧទ្ទិសកុសលឲ្យស្រីនាថយ៉ាងសមរម្យយប់នោះគ្មានសំឡេងទូរស័ព្ទរោទរំខានទៀតឡើយវិបុលបានដេកលក់យ៉ាងស្កប់ស្កល់បំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះក្នុងសុបិនគេបានឃើញស្រីនាថស្លៀកពាក់សស្អាតទឹកមុខញញឹមស្រស់បោះឈរនៅក្រោមដើមពោធិ៍ដ៏ធំមួយនាងមិនបាននិយាយអ្វីឡើយគ្រាន់តែលើកដៃសំពះលាគេរួចក៏ដើរចូលទៅក្នុងពន្លឺដ៏ភ្លឺចិញ្ចិញចិញ្ចាតបាត់ទៅនៅព្រឹកបន្ទាប់វិបុលភ្ញាក់ឡើងដោយមានអារម្មណ៍ស្រស់ស្រាយគេចាប់ទូរស័ព្ទមកមើលដើម្បីឆែកសារការងារប៉ុន្តែគេស្រាប់តែឃើញថាអេក្រង់ទូរស័ព្ទរបស់គេបានរលត់ងងឹតស្លុបគេព្យាយាមបើកវាយ៉ាងណាក៏មិនចេញដែរគេក៏សម្រេចចិត្តដោះស៊ីមកាតចេញប៉ុន្តែនៅពេលដែលគេដោះចេញគេឃើញថាស៊ីមកាតនោះបានប្រែពណ៌ទៅជាខ្មៅក្រមៅហាក់ដូចជាត្រូវបានដុតដោយភ្លើងយ៉ាងខ្លាំងវិបុលដឹងភ្លាមថាចំណងកម្មពៀររវាងគេនិងលេខទូរស័ព្ទនេះបានបញ្ចប់ហើយគេបានយកស៊ីមកាតនិងទូរស័ព្ទនោះទៅកប់ចោលនៅក្រោមដើមឈើធំមួយក្បែរវត្តរួចក៏ដើរចេញមកវិញដោយភាពស្ងប់សុខចាប់តាំងពីពេលនោះមកវិបុលលែងប្រើប្រាស់លេខទូរស័ព្ទដែលងាយចាំឬលេខដែលគេហៅថាលេខហុងស៊ុយទៀតហើយគេយល់ច្បាស់ថាអ្វីដែលសំខាន់បំផុតក្នុងជីវិតមិនមែនជាលេខទូរស័ព្ទឬសម្ភារៈនិយមឡើយប៉ុន្តែគឺការរស់នៅដោយមានសីលធម៌និងការមិនសាងកម្មពៀរជាមួយអ្នកដទៃរឿងរ៉ាវរបស់វិបុលបានคล้ายជាមេរៀនមួយសម្រាប់មនុស្សជុំវិញខ្លួនមិត្តភ័ក្តិរបស់គេលែងហ៊ានសើចចំអកចំពោះជំនឿអរូបីទៀតហើយទីក្រុងភ្នំពេញនៅតែបន្តភាពអ៊ូអររបស់វាប៉ុន្តែសម្រាប់វិបុលគេដឹងថានៅពីក្រោយពន្លឺភ្លើងពណ៌និងបច្ចេកវិទ្យាដ៏ទំនើបវានៅតែមានរឿងរ៉ាវដែលវិទ្យាសាស្ត្រមិនអាចបញ្យល់បានហើយវិញ្ញាណដែលឈឺចាប់នឹងនៅតែបន្តស្វែងរកយុត្តិធម៌ប្រសិនបើពួកគេមិនទាន់ត្រូវបានរំដោះវិបុលបានបន្តជីវិតរបស់គេដោយភាពប្រុងប្រយ័ត្ននិងចិត្តសប្បុរសគេតែងតែទៅសួរសុខទុក្ខម្ដាយរបស់ស្រីនាថរាល់ខែហើយជួយឧបត្ថម្ភគាត់តាមលទ្ធភាពគាត់ទាំងពីរនាក់បានក្លាយជាដូចជាសាច់ញាតិនឹងគ្នាថ្ងៃមួយខណៈពេលដែលវិបុលកំពុងអង្គុយលេងនៅផ្ទះម្ដាយស្រីនាថស្រាប់តែមានក្មេងម្នាក់រត់មកប្រាប់ថាគេបានរើសបានលេខទូរស័ព្ទមួយដែលស្អាតខ្លាំងណាស់នៅក្បែរមាត់ទន្លេវិបុលគ្រាន់តែញញឹមតិចតិចរួចប្រាប់ក្មេងនោះថាក្មួយអើយរបស់ខ្លះបើវាមិនមែនជារបស់យើងទេកុំយកវាមកអីព្រោះយើងមិនដឹងថាវាមានជាប់មកជាមួយនៅអ្វីខ្លះនោះទេក្មេងនោះងក់ក្បាលរួចក៏បោះវាចោលទៅក្នុងទន្លេវិញវិបុលសម្លឹងមើលទៅផ្ទៃទឹកទន្លេដែលកំពុងហូរយ៉ាងស្ងប់ស្ងាត់គេដឹងថាវិញ្ញាណរបស់ស្រីនាថបានទៅដល់ទីស្ថានដ៏សុខសាន្តហើយលេខទូរស័ព្ទខ្មោចនោះក៏នឹងរលាយបាត់ទៅតាមពេលវេលាដែររដូវវស្សាបានឈានចូលមកដល់ភ្លៀងធ្លាក់ជោកជាំរាល់ថ្ងៃក្នុងទីក្រុងវិបុលអង្គុយមើលទឹកភ្លៀងតាមបង្អួចការិយាល័យគេលែងខ្លាចភាពងងឹតទៀតហើយគេបានរៀនស្គាល់ពីតម្លៃនៃជីវិតនិងការជួយសង្គ្រោះអ្នកដទៃរឿងរ៉ាវដែលបានកើតឡើងបានធ្វើឲ្យគេក្លាយជាមនុស្សដែលមានចិត្តរឹងមាំជាងមុនគេដឹងថារាល់ការហៅចូលទាំងអស់មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេហើយពេលខ្លះវិញ្ញាណក៏ត្រូវការមនុស្សរស់ដើម្បីជួយសម្រេចបំណងប្រាថ្នាចុងក្រោយរបស់ពួកគេដែរសំឡេងផ្គូលលាន់បន្លឺឡើងពីចម្ងាយវិបុលញញឹមរួចបន្តការងាររបស់គេដោយចិត្តជ្រះថ្លាបំភ្លេចចោលនៅភាពរន្ធត់ដែលធ្លាប់បានលងបន្លាចគេហើយជំនួសមកវិញនៅសេចក្តីល្អដែលគេបានសាងសម្រាប់វិញ្ញាណដែលកំសត់ម្នាក់នោះទោះជាយ៉ាងណារាល់ពេលដែលគេឮសំឡេងរោទ៍ទូរស័ព្ទក្នុងភាពងងឹតវិបុលនៅតែមានអារម្មណ៍ព្រឺសម្បូរតិចជានិច្ចព្រោះគេដឹងថាពិភពលោកនេះមានរឿងរ៉ាវច្រើនណាស់ដែលយើងមិនទាន់ដឹងហើយការគោរពចំពោះអ្នកដែលបានចែកឋានទៅគឺជាអ្វីដែលយើងគ្រប់គ្នាគួរតែធ្វើជីវិតរបស់គេបានវិលត្រឡប់មករកភាពប្រក្រតីវិញប៉ុន្តែការចងចាំអំពីស្រីនាថនិងលេខទូរស័ព្ទ012 444 444នឹងស្ថិតនៅក្នុងបេះដូងរបស់គេជារៀងរហូតជាការរំលឹកមួយថាយុទ្ធធម៌អាចនឹងមកដល់យឺតប៉ុន្តែវាមិនដែលបាត់បង់ឡើយហើយវិញ្ញាណដែលស្មោះត្រង់នឹងត្រូវបានការពារជានិច្ចរឿងរ៉ាវនៃលេខទូរស័ព្ទខ្មោចក៏ត្រូវបានបញ្ចប់នៅត្រឹមនេះប៉ុន្តែមេរៀនដែលវាបានបន្សល់ទុកនឹងបន្តរស់នៅក្នុងចិត្តអ្នកដែលបានដឹងឮជានិច្ចមិនថាបច្ចេកទេសដើរលឿនដល់កម្រិតណាក៏ដោយក៏វាមិនអាចជំនួសនៅភាពកក់ក្ដៅនៃមនុស្សធម៌និងការយល់ចិត្តគ្នាបានឡើយវិបុលបានសម្រេចចិត្តសរសេររឿងរ៉ាវនេះទុកក្នុងកំណត់ហេតុរបស់គេ
ដើម្បីទុកជាការរំលឹកដល់កូនចៅជំនាន់ក្រោយឲ្យដឹងថាការរស់នៅដោយសុចរិតភាពគឺជាខែលការពារដ៏ល្អបំផុតចំពោះរាល់គ្រោះភ័យទាំងពួងទោះបីជាគ្រោះភ័យនោះមកពីពិភពដែលយើងមើលមិនឃើញក៏ដោយទីក្រុងភ្នំពេញនៅតែបន្តដំណើរការរបស់វាហើយវិបុលក៏នៅតែបន្តដំណើរជីវិតរបស់គេដោយក្តីសង្ឃឹមនិងសេចក្តីសុខសាន្តបំផុតដែលគេមិនធ្លាប់មានពីមុនមកនៅយប់ចុងក្រោយនៃខែភទ្របទគេបានទៅវត្តម្ដងទៀតដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃនិងឧទ្ទិសកុសលដល់ស្រីនាថជាលើកចុងក្រោយគេមានអារម្មណ៍ថាមានខ្យល់ត្រជាក់បក់មុខប៉ះថ្ពាល់របស់គេយ៉ាងស្រទន់ដូចជាការថើបលាពីមិត្តម្នាក់ដែលនៅឆ្ងាយវិបុលដឹងថាស្រីនាថបានទៅកាន់ទីខ្ពស់ហើយគេក៏បានរួចខ្លួនពីចំណងខ្មោចនោះជាស្ថាពរស្នាមញញឹមរបស់គេនៅក្រោមពន្លឺព្រះច័ន្ទពេញបូរមីបង្ហាញពីជ័យជំនះនៃសេចក្តីល្អលើសេចក្តីអាក្រក់និងជ័យជំនះនៃចិត្តដែលចេះជួយសង្គ្រោះលើការភ័យខ្លាចដ៏ងងឹតងងុលការរស់នៅដោយសន្តិភាពគឺជាអ្វីដែលវិបុលទទួលបានមកវិញបន្ទាប់ពីការតស៊ូដ៏លំបាកបំផុតក្នុងជីវិតរបស់គេលែងជាវិបុលដែលខ្លាចស្រមោលទៀតហើយប៉ុន្តែជាវិបុលដែលយល់ច្បាស់ពីសច្ចធម៌នៃជីវិតលេខទូរស័ព្ទនោះប្រហែលជានៅតែមានអ្នករើសបានឬប្រហែលជាត្រូវបានកប់បាត់ក្នុងដីជារៀងរហូតប៉ុន្តែអាចកំបាំងរបស់វាត្រូវបានបិទបញ្ចប់ដោយយុត្តិធម៌និងសេចក្តីមេត្តាដែលវិបុលបានផ្ដល់ឲ្យពិភពលោកនេះនៅតែមានរឿងរ៉ាវអាចកំបាំងជាច្រើនទៀតប៉ុន្តែសម្រាប់ពេលនេះគ្រប់យ៉ាងបានត្រឡប់មករកភាពស្ងប់ស្ងាត់វិញហើយវិបុលដើរចេញពីវត្តដោយជំហានដ៏មានទំនុកចិត្តសម្ដៅទៅរកអនាគតដ៏ភ្លឺស្វាងដែលកំពុងរង់ចាំគេនៅខាងមុខ